សួស្តីបងប្អូនទាំងអស់គ្នាចាថ្ងៃនេះគឺមក review ពីជាមួយនឹងធ្វើសាំងវិចម្ដងដោយសារតារដង review តការលក់ភីសាធ្វើភីសាតែថ្ងៃហ្នឹងគឺមានបងគាត់មកកំងជាមួយនឹងសាំងវិចចំនួន15បាពេលអញ្ចឹងគឺចាប់ផ្ដើមធ្វើបដាហើយបងប្អូននៅខាងបងអូននេះផងដែរគឺមានទទួលកំងសាំងវិចសម្រាប់អាហារសម្រន់ឬក៏កម្មវិធីអីខ្លះបងអាចកំងបានហើយសម្រាប់ទីតាំងគឺងាយស្រួលរកទេជិះពីខាងខេត្តកញ្ចេះមកគឺបដោយផ្លូវទៅមណ្ឌលគិរីស្នួលហើយទីតាំងនៅភូមិកពបងកុំភ្លេចចូលញ៉ាំទាំងអស់គ្នាចូលកំងញ៉ាំទាំងអស់គ្នាហើយលេខទូរស័ព្ទផងដែរគឺបងអូននឹងដាក់នៅខាងចុងវីដេអូចំពោះសាំងវិចគឺធ្វើខុសបែបពីគេដោយសារយើងប្រើជាមួយនឹងវត្ថុធាតុដើមនិងសំគ្រឿងជាពិសេសគឺជាមួយនឹងទឹកលាបនំប៉័ងតែម្ដងបងប្អូនគឺខ្ញុំធ្វើដោយខ្លួនឯងហើយសម្រាប់ការបង្រៀនផងដែរបងដែលចង់ចូលរៀនជាមួយនឹងវគ្គភីសាខ្ញុំព្រីជាមួយនឹងរបៀបធ្វើសាំងវិចហើយសាំងវិចរបស់យើងគឺបានរៀបចំរួចអស់ហើយបងប្អូនចាប់ផ្ដើមយកទៅគៀបហើយការធ្វើសាំងវិចគឺមានលក្ខណៈងាយស្រួលសម្រាប់បងដែលមើលមកគឺថាងាយស្រួលទេដោយដែលខ្ញុំបានប្រាប់កន្លងមកអញ្ចឹងថាគេនិយាយថាគ្រាន់តែគៀបយកលុយតាមក៏ពិតគឺមានក្បួនខ្នាតត្រឹមត្រូវដោយបងដែលគាត់លក់កាហ្វេអញ្ចឹងដោយគេនិយាយថាកាហ្វេគ្មានអីពិបាកទេគ្រាន់តែចាក់ទឹកយកលុយបានគ្រាន់តែចាក់ទឹកបានលុយតាមក៏ពិតបងប្អូនគឺខុសគ្នាដោយការលាយគ្រឿងកាហ្វេលាយទឹកកាហ្វេអញ្ចឹងត្រូវលាយទឹកកាហ្វេហ្មងទឹកដោះគោហ្មងអីចឹងគឺមានការក្រិតត្រឹមត្រូវហើយសម្រាប់ការលក់ភីសាជាមួយសាំងវិចគឺដូចគ្នាអញ្ចឹងបងប្អូនគឺយើងមានរូបមន្តនិងຂະຫນាតត្រឹមត្រូវទៅយើងអាចរក្សាជាមួយនឹងអតិថិជនឲ្យស្ថិតស្ថេរបានណាបងប្អូនហើយសម្រាប់សាំងវិចរបស់យើងគឺរួចរាល់ហើយបងប្អូនគឺសម្រាប់វិចខ្ជាប់ទៅឲ្យបងគាត់មកឈុតហើយនៅបន្តទៀតបងប្អូនតែឲ្យកូនសិស្សគាត់គៀបបន្ថែមអញ្ចឹងគឺខ្ញុំមកលួចថតវីដេអូសិនហើយរីឯភីសាផងដែរគឺចាប់ដើមចេញដំណើរទៅផងដែរបងប្អូនគឺមានបងគាត់មកកំងជារឿយជាហោហាយគ្រាន់តែថាมันជាច្រើនណាស់ណាទេគឺមួយតកតុយគ្នារហូតដែរហ្នឹងបងប្អូនដោយសារតែខ្ញុំទៅតែចាប់ដើមលក់ដំបងពេលអញ្ចឹងគឺភ្ញៀវគាត់ស្គាល់បានខ្លះនិងបងប្អូនអត់តន់ស្គាល់បានខ្លះបងដែលបានទស្សនាវីដេអូខ្ញុំហើយកុំភ្លេចជួយ share ទាំងអស់គ្នាណាដើម្បីពេលដែលបងជីកាត់ចូលសាកញ៉ាំចូលសាកភ្លក់រសជាតិភីសាមានទាំងសាំងវិចហើយជាពិសេសគឺនំប៉ាវតែម្ដងបងប្អូនគឺមានច្រើនរសជាតិហើយពណ៌គឺខ្ជូតមែនតែនបងប្អូនកន្លែងមកមើលម្ទេសខ្ញុំវិញបងប្អូនហើយគឺ review ប្រហែលវីដេអូមុនគឺនិយាយពីម្ទេសគឺមានបងគាត់ច្រើនមែនតែនគាត់តែងឆាតថាអូនបដោះទៅបានកូនឲ្យបងមួយសាក់យកមកដាំមុខហាងមុខអីចឹងបងប្អូនម្ទេសនេះគឺចំណេញមែនតែនបានទាំងផ្លែញ៉ាំហើយពណ៌ក្រហមឆ្អិនឆ្អៅនិយាយទៅគឺយើងដាក់មុខហាងមុខតូបអីគឺខ្ជូតមែនតែនហើយមានភ្ញៀវខ្ញុំច្រើនមែនតែនបងប្អូនគឺគាត់មកសុំយកម្ទេសហ្នឹងទៅសាកភ្លក់ហើយបើបងប្អូនខ្លះក៏ថាច្រឡំជាមួយប៉េងប៉ោះច្រឡំជាមួយផ្លែត្រប់ពេជ្រញងតាមពិតម្ទេសសោះបង